ហេតុអ្វីបានជាកប៉ាល់ដឹករថយន្តរាប់ពាន់គ្រឿងដែលមានតម្លៃរាប់សិបលានដុល្លារមិនសូវคล้ายជាគោលដៅរបស់ចៅសមុទ្រមិនមែនដោយសារចៅសមុទ្រមិនចង់បានទំនិញទាំងនោះទេប៉ុន្តែដោយសារកប៉ាល់ប្រភេទនេះពិបាកខ្លាំងក្នុងការឡើងកាន់កាប់និងគ្រប់គ្រងក្នុងរយៈពេលខ្លីនេះគឺជាកប៉ាល់ប្រភេទ Ro-Ro ដែលមានន័យថា roll on and roll off កប៉ាល់ធំប្រភេទនេះមានប្រវែងជិត200ម៉ែត្រមានជាន់សម្រាប់ដាក់រថយន្តជាង10ជាន់និងមានផ្ទៃសម្រាប់ដាក់រថយន្តសរុបប្រហែល50000ម៉ែត្រការ៉េនិយាយឲ្យងាយយល់វាដូចជាចំណោទរថយន្តដ៏ធំមួយដែលអណ្ដែតនៅលើសមុទ្ររថយន្តទាំងនោះមិនត្រូវបានលើកឡើងដោយរថយន្តស្ទូចម្ដងមួយគ្រឿងទេនៅពេលកប៉ាល់ចូលដល់កំពង់ផែទំហំធំនៅផ្នែកខាងក្រោយឬចំហៀងកប៉ាល់ត្រូវបានទម្លាក់ចុះហើយរថយន្តអាចបើកចូលទៅក្នុងកប៉ាល់ដោយផ្ទាល់បន្ទាប់មកវាត្រូវបានបើកឡើងតាមផ្លូវជម្រាលខាងក្នុងហើយចតតាមជាន់ផ្សេងនេះហើយជាប្រភពនៃឈ្មោះ roll on and roll off ប៉ុន្តែនៅពេលកប៉ាល់ចេញទៅសមុទ្ររាមធំទាំងនោះត្រូវបានលើកឡើងនិងចាក់សោយ៉ាងរឹងមាំដើម្បីអាចដឹករថយន្តបានច្រើនកប៉ាល់ត្រូវបានសាងសង់ឲ្យមានរាងខ្ពស់និងធំទូលាយជញ្ជាំងខាងក្រៅរបស់វាស្ទើរតែដូចជាជញ្ជាំងដែកធំបញ្ឈរហើយផ្ទៃខាងក្រៅក៏រលោងដែលមានកន្លែងតិចតួចសម្រាប់ចាប់ឬឡើងជិះដូច្នេះទោះបីជាចៅសមុទ្រអាចចូលមកជិតកប៉ាល់បានក៏ដោយបញ្ហាដំបូងគឺតើពួកគេនឹងឡើងលើកប៉ាល់បានដោយរបៀបណាហើយទោះបីជាអាចឡើងលើបានក៏ដោយនោះនៅមិនទាន់ចប់ទេខាងក្នុងកប៉ាល់មិនមែនជាកន្លែងដាក់ទំនិញធំមួយដែលទូលាយទេវាមានជាន់សម្រាប់រថយន្តជាង10ជាន់ដែលភ្ជាប់គ្នាដោយផ្លូវជម្រាលជណ្ដើរនិងទ្វារជាច្រើនខាងក្នុងអាចស្មុគស្មាញដូច្នេះសូម្បីតែចៅសមុទ្រអាចលើកឡើងកប៉ាល់បានការរកផ្លូវទៅកាន់តំបន់សំខាន់និងទៅដល់បន្ទប់បញ្ជាកប៉ាល់បានយ៉ាងឆាប់រហ័សដើម្បីកាន់កាប់វាគឺពិបាកជាងដែលមើលពីខាងក្រៅទៅទៀតកំពុងស្វែងរកសេវាផ្ញើទំនិញរវាងកូរ៉េនិងកម្ពុជាមែនទេ Aircar Logistics ដល់សេវាដឹកជញ្ជូនទំនិញតាមកប៉ាល់ពីកូរ៉េមកកម្ពុជានិងតាមផ្លូវអាកាសពីកម្ពុជាទៅកូរ៉េដឹកជញ្ជូនដល់ទីតាំងមានសុវត្ថិភាពនិងទាន់ពេលវេលាតម្លៃចាប់ពី2500វ៉ុនទំនិញចាប់ពី50គីឡូក្រាមហ្វ្រីទៅយកដល់ទីតាំងសម្រាប់លោកអ្នកដែលមានទីតាំងនៅដូចជាស៊ូវ៉ុនអាន់សាននិងហ្វាសង